បាទសួស្តីបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះស៊ុនបារ៉ាថ្ងៃនេះផងណាខ្ញុំមានវីដេអូមួយដើម្បីចែកម្លែកដល់បងប្អូនអ្នកគ្នាទាក់ទងនឹងការបង្កើត Page នៅក្នុង Facebook ហើយបើសិនជាបងប្អូនអ្នកគ្នាមិនទាន់បានជួយ Follow ឬក៏ Subscribe Channel របស់ខ្ញុំទេសូមបងប្អូនអ្នកគ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបានធ្វើវីដេអូបន្តទៀតដើម្បីចែកជូនបងប្អូនអ្នកគ្នាបាទកុំឲ្យខាត់ពេលយូរតោះបងប្អូនអ្នកគ្នាចូលទៅមើលវីដេអូជាមួយខ្ញុំទាំងអស់គ្នានៅក្នុង Facebook ទាំងអស់គ្នាបាទចាប់ផ្ដើមទាំងអស់គ្នាដំបូងបងប្អូនទាំងអស់គ្នាចូលទៅក្នុង Facebook របស់យើងមកបងប្អូនទាំងអស់គ្នាហើយបងប្អូនរើស account មួយមកដើម្បីបង្កើត page ខ្ញុំរើស account មួយនេះនៅខាងក្រោមហើយបងប្អូនចូលទៅក្នុងកន្លែង menu នៅខាងក្រោមនេះបងប្អូនទាំងអស់គ្នានេះរូបរបស់យើងណាបងប្អូនចុចចូលមករួចហើយបងប្អូនស្វែងរក page ដែលមានសញ្ញារូបទង់ជាតិនៅក្នុង profile របស់យើងបងប្អូនទាំងនេះបងប្អូនចុចមករួចហើយបងប្អូនចុច create នៅខាងលើនេះកន្លែង create នេះណាដើម្បីបង្កើត page របស់យើងបងប្អូនទាំងនេះចុចមករួចហើយបងប្អូនចុច get start នៅខាងក្រោមពណ៌ខៀវនេះបងប្អូនបំពេញឈ្មោះ page របស់យើងដែលបងប្អូនចង់ដាក់ឈ្មោះអីក៏បានដែរឈ្មោះខ្មែរក៏បានឈ្មោះអង់គ្លេសក៏បានអញ្ចឹងខ្ញុំសូមបញ្ចូលឈ្មោះ page របស់ខ្ញុំហើយខ្ញុំដាក់ឈ្មោះបូរ៉ាចាអូខេខ្ញុំបានឈ្មោះហើយរួចហើយបងប្អូនចុចដានខាងក្រោមនេះមករួចហើយបងប្អូនចុចពាក្យថា next បន្ទាប់រួចហើយបងប្អូនគេឲ្យយើងរើស category របស់ page របស់យើងដែលយើងចង់ដាក់បងប្អូនចង់បង្កើតពីអីចង់បង្កើតពីមុខម្ហូបដាក់មុខម្ហូបបងប្អូនចង់បង្កើតជា game ដាក់ game បងប្អូនបង្កើតជារឿងដាក់រឿងចឹងណាបងប្អូនអ្នកគ្នាឥឡូវខ្ញុំសូមរើស category មួយសិនខ្ញុំដាក់ digital creator create នេះខ្ញុំដាក់នេះវាមានឲ្យយើងជ្រើសរើសច្រើនទាំងអស់គ្នាបងប្អូនអញ្ចឹងខ្ញុំសូមជ្រើសយកមួយនេះចុះហើយខ្ញុំចុចពាក្យថា done ហើយខ្ញុំចុចពាក្យថា create អូខេចាំបន្តិចវាកំពុងដំណើរការវានឹងចេញមកហើយបងប្អូនអ្នកគ្នានេះបងប្អូនអ្នកគ្នានៅខាងលើ2នេះគឺយើងត្រូវរើសអានៅខាងក្រោមដើម្បីយើងបង្កើតជា page របស់យើងទុកលេងសម្រាប់បងគាត់ជួយចិត្តលេងMMOបងប្អូនអ្នកគ្នាហើយខាងនេះខាងបងគាត់ធ្វើខាង online ទេតែយើងខាងលេងMMOយើងខាងបង្កើត page ទូទៅយើងចុចក្រោមហ្នឹងមកបងប្អូនអ្នកគ្នាហើយចុច continue វាឲ្យបងប្អូនទៅដាក់រូបភាពកន្លែង profile របស់យើងនេះបងប្អូនដាក់មកឥឡូវខ្ញុំដាក់រូបផ្កានេះមួយមកហើយខាង background ខាងក្រោយបងប្អូនអ្នកគ្នាបន្តមក profile របស់ខ្ញុំដាក់រូបថតមួយមកដាក់រូបឲ្យស្អាតមួយបន្តិចមកអូខេខ្ញុំដាក់រូបនេះរូបពណ៌ស្អាតនេះមួយចុះវាឲ្យបងប្អូនអ្នកគ្នាបានទាំងអស់ហើយបាន banner ឬក៏ background របស់យើងបានហើយតោះបងប្អូនអ្នកគ្នាចុចពាក្យ next មកដើម្បីទៅមុខទៀតវាកំពុងដំណើរការដូចឲ្យបងប្អូនចុចnextទៀតមកបងប្អូនចុចពាក្យថា done អូខេចាំមើលបងប្អូនអ្នកគ្នាចេញមកដល់ហើយនេះបងប្អូនឃើញអត់បាន page មួយឡើងស្អាតឬឃើញអត់ទាំងអស់ page មួយឡើងខ្ចីញញហ្មងបងប្អូនអ្នកគ្នាវាឲ្យបងប្អូនទាំងអស់គ្នាចូលទៅកែតម្រូវបង page របស់យើងឲ្យវាបានស្អាតជាងមុនឲ្យវាបានល្អគឺឲ្យបងប្អូនចុចពាក្យថា edit ជាងកែ page របស់យើងបងប្អូនអ្នកគ្នាឲ្យវាត្រូវនឹងស្តង់ដារបងប្អូនអ្នកគ្នាគឺឲ្យបងប្អូនចុចពាក្យ edit នៅលើនេះមកនេះ scroll មកឃើញពាក្យ edit ទេកន្លែង detail ហ្នឹងបងប្អូនចុច edit មកយើងរាយរាប់ប្រាប់ page របស់យើងថា page យើងបង្កើតឡើងដើម្បីអីចឹងណាបងប្អូនអ្នកគ្នាគឺឲ្យបងប្អូនទាំងអស់គ្នាចង់ add ទូរស័ព្ទចុចកន្លែង phone នេះមកបងប្អូន add ទូរស័ព្ទមកបងប្អូនវាយមកកន្លែងនេះខ្ញុំអត់ធ្វើទេខ្ញុំបំពេញតែនៅខាងក្រោមនេះបានហើយបងប្អូនគ្នាកន្លែងនេះបងប្អូនទាំងអស់គ្នាយើងត្រូវតែបំពេញ detail របស់យើងឲ្យ page របស់យើងមើលទៅវាមានសោភ័ណភាពបងប្អូន add address បងប្អូន add មកនៅកន្លែង city នេះខ្ញុំ add ភ្នំពេញដូចថាខ្ញុំនៅភ្នំពេញស្រាប់ខ្ញុំវាយពាក្យភ្នំពេញនេះវាឲ្យយើងរើសបងប្អូនចុចមកវាឲ្យបងប្អូនចុច save វាហើយកន្លែងនេះ QR code នៅភ្នំពេញអ្នកដែលនៅតាមតំបន់ផ្សេងតាមខេត្តវាមានលេខស៊ីប៉ុសវាបងប្អូនចូលទៅក្នុង Google បងប្អូនចុចពាក្យថា zip code for
ភ្នំពេញ zip code for បន្ទាយមានជ័យអីចឹងណាបងប្អូនអ្នកនេះវានឹងចេញ zip code ឲ្យយើងអញ្ចឹងនៅភ្នំពេញវាមាន zip code វា 12000 អូខេខ្ញុំចុច done ខ្ញុំចុច save នេះសម្រាប់អ្នកនៅភ្នំពេញ zip code របស់គាត់អូខេខ្ញុំចុច save now រួចហើយខ្ញុំបានមួយហើយបងប្អូនអ្នកនេះខ្ញុំចេញទៅបំពេញផ្សេងទៀតអូខេខ្ញុំបានមួយហើយខ្ញុំនៅសល់ទូរស័ព្ទបងប្អូន add ទូរស័ព្ទមកបងប្អូនមានទូរស័ព្ទ add ទូរស័ព្ទមកខ្ញុំអត់ដាក់ក៏បានបងប្អូនដាក់ក៏បានដែរអូខេខ្ញុំអត់ដាក់ទេហើយ email បងប្អូន add email របស់យើងមកដើម្បីឲ្យ page យើងរឹងមាំបងប្អូនបង្កើត email មួយបងប្អូនដាក់ email នៅក្នុងហ្នឹងមកណាបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំអត់ដាក់ទេដោយសារតែខ្ញុំលើកវីដេអូនេះមកបង្ហាញបងប្អូនទាំងគ្នាហើយកន្លែងនេះ hour នេះបងប្អូនត្រូវតែបំពេញវាដែរនេះបងប្អូនរើសកន្លែងនេះ open always open ណាបងប្អូនទាំងគ្នាចុច always open មកហើយ save វាឲ្យបងប្អូនចុច save ទៀតអូខេបានហើយបងប្អូនកន្លែងនេះបងប្អូនចុចពាក្យកន្លែងនេះបងប្អូនត្រូវកន្លែងនេះបងប្អូនត្រូវតែបើកពេលឃើញបិទចឹងបងប្អូនត្រូវតែបើកវាអូខេប៉ុណ្ណឹងបងប្អូនអ្នកគ្នាហើយខ្ញុំចុច save អូខេនេះ page របស់ខ្ញុំបង្កើតបានហើយបងប្អូនអ្នកគ្នាហើយកន្លែង bio នេះបងប្អូនadd វាមកនេះកន្លែង bio នេះបងប្អូនដាក់កន្លែងបងប្អូនកន្លែងនេះបងប្អូនសរសេរចង់ប្រាប់ពី page របស់យើងចង់បង្កើតពីអីតាក់ទងនឹង game បងប្អូនសរសេរតាក់ទងនឹង game អញ្ចឹងណាបងប្អូនអ្នកគ្នាហើយបងប្អូនអ្នកគ្នាបង្កើតតាក់ទងនឹងចំអិនអាហារបងប្អូនសរសេររាយរាប់ប្រាប់គេថាយើងបង្កើត page ឡើងដើម្បីគោលបំណងយើងចង់ធ្វើអីអញ្ចឹងណាបងប្អូនអ្នកគ្នាអានេះខ្ញុំសូមសរសេរទូចឹងខ្ញុំដាក់តែ hello បានហើយ hello everyone that how are you ខ្ញុំសូមដាក់ប៉ុណ្ណឹងចឹងដើម្បីធ្វើការបង្ហាញបងប្អូនអ្នកគ្នារបៀបនៃការបំពេញ bio របស់យើងដូចជាយើងរាយរាប់ប្រាប់ពី page របស់យើងអញ្ចឹងណាបងប្អូនអ្នកគ្នាហើយខ្ញុំចុច save អូខេខ្ញុំចេញទៅវិញហើយខ្ញុំចេញទៅវិញនេះខ្ញុំចុចអានេះចេញមកអញ្ចឹងបងប្អូនចុច skip សិនក៏បានដែរឬក៏បងប្អូនចុចនិចទៅខ្ញុំចុច skip ហើយខ្ញុំចុច skip ទៀតហើយខ្ញុំចុច skip ទៀតអូខេរួចហើយអូខេខ្ញុំចេញទៅមក plate ខ្ញុំចេញទៅក្រៅខ្ញុំចូលក្នុង Facebook របស់ខ្ញុំវិញដោយសារមិញហ្នឹងវាឲ្យយើង add friend add អីបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំ share add friend នេះបងប្អូនអ្នកគ្នាឃើញ add page របស់ខ្ញុំអញ្ចឹងខ្ញុំចុច page ហ្នឹងមកអូខេខ្ញុំបានហើយនេះ profile របស់ខ្ញុំស្អាតអាចត្រូវការបានបងប្អូនទាំងគ្នាពេលដែលបងប្អូនបង្កើត page ហើយបងប្អូនក៏តន់អាលផុសចូលនៅក្នុង page របស់យើងបងប្អូនទុករយៈពេល1អាទិត្យឬទៅ2អាទិត្យដើម្បីឲ្យ page របស់យើងរឹងមាំបងប្អូនចាំយើងផុសរូបភាពឬក៏ upload វីដេអូចូលអញ្ចឹងការបង្កើត page មានតែប៉ុណ្ណឹងអស់ហើយបងប្អូនទាំងគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចធ្វើបានហើយនឹងប្រើប្រាស់ page បងប្អូនទាំងអស់គ្នាតាមបំណងចិត្តដែលបងប្អូនចង់ធ្វើអូខេបើសិនជាបងប្អូនចូលចិត្តនឹងការអធិប្បាយរបស់ខ្ញុំឬក៏ការបង្រៀនរបស់ខ្ញុំសូមបងប្អូនជួយចុច channel របស់ខ្ញុំម្នាក់មួយចុចពាក្យ subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទធ្វើវីដេអូបន្តទៀតបាទសូមអរគុណជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលាបាយបាយ